ឆារបៀបហ្នឹងអត់ស្អត់ជប់គ្នាញ៉ាំហើយគឺចិត្តចង់ញ៉ាំទៀតតែម្ដងគ្រឿងផ្សំយើងមានដូចជាស្ពៃក្តាមខ្ទឹមក្រហមជាមួយនឹង hot dog ពងមាន់ហើយនឹងជាមួយនឹងប្រភេទសាច់គោនេះយើងប្រឡាក់ទឹកស៊ីអ៊ូហើយបងហើយប្រភេទមីខ្ញុំជ្រើសយកប្រភេទមីក្រៀមហ្នឹងគឺបងមកចាំដាំទឹកឲ្យពុះណាដាក់ទឹកចូលហើយយើងចាក់មីចូលហ្មងទៅហើយបន្ទាប់ពីយើងចម្អិនវារៀងបានឆ្អិនហើយយើងស្រង់មកយើងលាង 4-5 ទឹកដែរហើយយើងដាក់ខ្ទះក្តៅទៅយើងដាក់ខ្លាញ់ចូលយើងឆាជាមួយនឹងសាច់គោសិនអញ្ចឹងបងសាច់គោហ្នឹងគឺងាយឆ្អិនមែនតើដាក់តែមួយផ្លែទៅគឺឆ្អិនហើយបន្ទាប់ពីឆ្អិនហើយយើងស្រង់ដាក់មកដល់ឡៃទុកសិនអញ្ចឹងបន្ទាប់មកពងមាន់យើងហ្នឹងគឺយើងយកមកកូរឲ្យសព្វហើយយើងចាក់ចូលខ្ទះយើងឆាវាឲ្យបានមកត្រឡប់ពីត្រឡប់ទៅរៀងឆ្អិនអញ្ចឹងបងដូចបែបហ្នឹងហើយយើងចាក់ hot dog ចូលហើយយើងឆាមកត្រឡប់ពីត្រឡប់ទៀតទៅចាំយើងចាក់ជាមួយនឹងបន្លែទឹកអស់យើងចូលតែម្ដងអញ្ចឹងបងហើយយើងឆាឲ្យឆ្អិនដូចគ្នាបងឆាមួយផ្លែទៀតទៅចាំយើងដាក់គ្រឿងផ្សំតាមហ្នឹងអានេះយើងដាក់សាច់គោចូលហ្មងទៅហើយគ្រឿងផ្សំគឺយើងដាក់ទឹកស៊ីអ៊ូចិនមុនអញ្ចឹងបងហើយបន្ទាប់មកគឺយើងដាក់មីយើងដែលយើងលាងមកទឹកបានស្អាតស្រស់ទឹកហ្នឹងយកមកចាក់ចូលតែម្ដងអញ្ចឹងបងចាក់តហើយយើងកូរឲ្យសព្វមកយើងដាក់គ្រឿងដូចជាអំបិលហើយនឹងប៊ីចេងឆាមីគឺអត់មានប្រើស្ករដូចគ្នាអញ្ចឹងបងហើយយើងកវែងឲ្យសមមកយើងបានជាមួយនឹងប្រភេទមីដែលសាច់វាជូស៊ីហើយគឺឆ្ងាញ់ហើយអត់ស្អិតឆារបៀបហ្នឹងអត់ស្អត់ជប់គ្នាញ៉ាំហើយគឺចិត្តចង់ញ៉ាំទៀតតែម្ដងគ្រឿងផ្សំយើងមានដូចជាស្ពៃក្តាមខ្ទឹមក្រហមជាមួយនឹង hot dog ពងមាន់ហើយនឹងជាមួយនឹងប្រភេទសាច់គោនេះយើងប្រឡាក់ទឹកស៊ីអ៊ូហើយបងហើយប្រភេទមីខ្ញុំជ្រើសយកប្រភេទមីក្រៀមហ្នឹងគឺបងមកចាំដាំទឹកឲ្យពុះណាដាក់ទឹកចូលហើយយើងចាក់មីចូលហ្មងទៅហើយបន្ទាប់ពីយើងចម្អិនវារៀងបានឆ្អិនហើយយើងស្រង់មកយើងលាង 4-5 ទឹកដែរហើយយើងដាក់ខ្ទះក្តៅទៅយើងដាក់ខ្លាញ់ចូលយើងឆាជាមួយនឹងសាច់គោសិនអញ្ចឹងបងសាច់គោហ្នឹងគឺងាយឆ្អិនមែនតើដាក់តែមួយផ្លែទៅគឺឆ្អិនហើយបន្ទាប់ពីឆ្អិនហើយយើងស្រង់ដាក់មកដល់ឡៃទុកសិនអញ្ចឹងបន្ទាប់មកពងមាន់យើងហ្នឹងគឺយើងយកមកកូរឲ្យសព្វហើយយើងចាក់ចូលខ្ទះយើងឆាវាឲ្យបានមកត្រឡប់ពីត្រឡប់ទៅរៀងឆ្អិនអញ្ចឹងបងដូចបែបហ្នឹងហើយយើងចាក់ hot dog ចូលហើយយើងឆាមកត្រឡប់ពីត្រឡប់ទៀតទៅចាំយើងចាក់ជាមួយនឹងបន្លែទឹកអស់យើងចូលតែម្ដងអញ្ចឹងបងហើយយើងឆាឲ្យឆ្អិនដូចគ្នាបងឆាមួយផ្លែទៀតទៅចាំយើងដាក់គ្រឿងផ្សំតាមហ្នឹងអានេះយើងដាក់សាច់គោចូលហ្មងទៅហើយគ្រឿងផ្សំគឺយើងដាក់ទឹកស៊ីអ៊ូចិនមុនអញ្ចឹងបងហើយបន្ទាប់មកគឺយើងដាក់មីយើងដែលយើងលាងមកទឹកបានស្អាតស្រស់ទឹកហ្នឹងយកមកចាក់ចូលតែម្ដងអញ្ចឹងបងចាក់តហើយយើងកូរឲ្យសព្វមកយើងដាក់គ្រឿងដូចជាអំបិលហើយនឹងប៊ីចេងឆាមីគឺអត់មានប្រើស្ករដូចគ្នាអញ្ចឹងបងហើយយើងកវែងឲ្យសមមកយើងបានជាមួយនឹងប្រភេទមីដែលសាច់វាជូស៊ីហើយគឺឆ្ងាញ់ហើយអត់ស្អិត